បាទជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅទស្សនាទស្សនវិជ្ជាតាមដងផ្លូវគឺជាផ្លូវជាតិលេខ10ដែលផ្លូវជាតិលេខ10នេះគឺតភ្ជាប់ពីខេត្តកោះកុងទៅកាន់ពោធិ៍សាត់និងបាត់ដំបងហើយខ្ញុំកំពុងតែធ្វើដំណើរនេះគឺធ្វើដំណើរពីទីរួមខេត្តកោះកុងឆ្ពោះទៅកាន់ផ្លូវដែលទៅកាន់ខេត្តពោធិ៍សាត់ក៏ប៉ុន្តែវីដេអូនេះមិនបានទៅដល់ខេត្តពោធិ៍សាត់ទេគឺនៅទៅក្នុងទឹកដីនៃខេត្តកោះកុងទេបាទដូចបងប្អូនជឿអញ្ចឹងខេត្តកោះកុងជាខេត្តដែលសម្បូរព្រៃភ្នំនិងជាខេត្តដែលជាប់មាត់សមុទ្រហើយផ្លូវជាតិលេខ10ថ្មីនេះគឺធ្វើអឺឆ្លងកាត់ព្រៃភ្នំដូច្នេះតំបន់ខ្លះក៏នៅលើកំពូលភ្នំតំបន់ខ្លះក៏នៅលើនៅតាមជើងភ្នំជាដើមអញ្ចឹងទៅបងប្អូនក៏ប៉ុន្តែដោយសារតែរដូវនេះជារដូវវស្សារដូវបៃតងភ្លៀងធ្លាក់បែបនេះធ្វើឲ្យសម្រស់នៃតាមដងផ្លូវជាតិលេខ10នេះវារឹតតែស្រស់ស្អាតខ្លាំងមែនទែនបងប្អូនដែលបងប្អូនឃើញអញ្ចឹងមេឃគឺអាប់រហូតដោយសារតែភ្លៀងជាប់ហើយប្រហែលដូចជា2ខែចុងក្រោយនេះគឺភ្លៀងជាប់បងប្អូនហើយការភ្លៀងជាប់នេះបើទោះបីជាភ្លៀងតិចឬច្រើនប៉ុន្តែដើមឈើក៏ដូចជារុក្ខជាតិផ្សេងវាលាស់ខៀវខ្ចីស្រស់ស្អាតខ្លាំងណាស់បងប្អូនជាពិសេសគឺទឹកធ្លាក់នេះតែម្ដងទឹកធ្លាក់នៅក្នុងវីដេអូដែលបងប្អូនឃើញនេះគឺជាទឹកធ្លាក់ដែលគ្មានឈ្មោះទេហើយគាត់តែជាទឹកធ្លាក់ដែលនៅតាមដងផ្លូវដែលយើងងាយនឹងបានឃើញក៏ដូចជាសម្រស់នៃទឹកធ្លាក់មួយកន្លែងនោះគឺស្រស់ស្អាតខ្លាំងណាស់បងប្អូនហើយវីដេអូខ្ញុំនេះគឺខ្ញុំគ្រាន់តែចង់ឲ្យបងប្អូនបានទស្សនានៅទស្សនវិជ្ជាទឹកធ្លាក់ក៏ដូចជាព្រៃភ្នំនិងផ្លូវដ៏ស្រស់ស្អាតដែលបងប្អូនអាចធ្វើដំណើរមកកំសាន្តខេត្តកោះកុងហើយអាចបន្តទៅកាន់ខេត្តពោធិ៍សាត់ក៏ដូចជាបាត់ដំបងប្រកបដោយសុវត្ថិភាពមិនមានកង្វល់ទេដោយសារតែផ្លូវនេះគឺទើបតែសាងសង់ហើយដូច្នេះផ្លូវនេះនៅល្អ100%មិនមានការខូចខាតអីទេហើយវាកាន់តែអំណោយផលសម្រាប់បងប្អូនដែលចូលចិត្តធ្វើដំណើរផ្សងព្រេងតាមតំបន់មួយទៅតំបន់មួយជាពិសេសអ្នកដែលចូលចិត្តតាមតំបន់ព្រៃភ្នំផ្លូវជាតិលេខ10នេះគឺពិតជាស័ក្តិសមចំពោះបងប្អូនទាំងអស់ខ្លាំងណាស់ដោយសារតែមានទាំងផ្លូវស្អាតព្រៃឈើខៀវខ្ចីជាពិសេសគឺទឹកធ្លាក់តែម្ដងតែបងប្អូនឃើញអញ្ចឹងគឺទឹកធ្លាក់ទឹកអស់នេះគ្មានឈ្មោះទេវាគ្រាន់តែជាទឹកធ្លាក់ដែលជាប់នឹងផ្លូវហើយបានបន្ថែមនៅសម្រស់កាន់តែស្រស់ស្អាតបាទបងប្អូនពីមួយកន្លែងទៅមួយកន្លែងគឺសពោទឹកធ្លាក់ណាបងប្អូនដូចខ្ញុំបញ្ជាក់ចឹងផ្លូវជាតិលេខ10ដែលបងប្អូនធ្វើដំណើរពីកោះកុងទៅពោធិ៍សាត់ក៏ឃើញបងប្អូនធ្វើដំណើរពីអូសោមខេត្តពោធិ៍សាត់មកនោះក៏ជួបប្រទះទឹកធ្លាក់ច្រើនដូចគ្នាបងប្អូនហើយស្រស់ស្អាតមែនទែនបងប្អូនដោយសារតែជាតំបន់ព្រៃភ្នំក្រាស់ហើយផ្លូវនេះដូចខ្ញុំបញ្ជាក់ចឹងថាជាផ្លូវដែលគេកសាងនៅលើភ្នំដូច្នេះចង់មិនចង់ក៏ត្រូវតែឃើញទឹកធ្លាក់ដែរហើយទឹកធ្លាក់វាពិតជាស្រស់ស្អាតដូចបងប្អូនឃើញអញ្ចឹងវាគ្មានឈ្មោះវាគ្មានអីទេក៏ប៉ុន្តែវាបានបន្ថែមនៅសោភ័ណភាពដងផ្លូវក៏ដូចជាព្រៃឈើនេះវាមិនដឹងថារកពីអីមកពណ៌នាណាបងប្អូនវាពិតជាស្រស់ស្អាតមែនទែនទឹកធ្លាក់ហូរពីកំពូលភ្នំចុះមកក្រោមហើយហូរចូលស្ទឹងហើយទឹកស្ទឹងក៏ហូរចូលសមុទ្រហើយបងប្អូនឃើញស្ទឹងមួយនេះអញ្ចឹងនេះគឺជាស្ទឹងរិស័យជ្រុំដែលស្ថិតនៅក្រោមដែលស្ថិតនៅក្នុងទឹកដីនៃខេត្តកោះកុងទេបងប្អូនបាទដែលបងប្អូនឃើញអញ្ចឹងទឹកធ្លាក់រហូតដូច្នេះវាស្អាតណាស់បើសិនជាបងប្អូនបានធ្វើដំណើរផ្ទាល់បងប្អូននឹងបានឃើញទស្សនវិជ្ជាស្រស់ស្អាតបែបនេះមិនខានទេព្រោះវានៅជាប់នឹងដងសងខាងផ្លូវបាទនោះគឺជាតំបន់វេទិកាសនីបាទហើយហួសបន្តិចក៏បានឃើញនៅទឹកធ្លាក់មួយកន្លែងទៀតហើយវីដេអូខ្ញុំនេះគ្រាន់តែចង់ឲ្យបងប្អូនមើលនៅទស្សនវិជ្ជាទឹកធ្លាក់ក៏ដូចជាទឹកស្ទឹងអីចឹងជាដើមហើយសូមបងប្អូនកុំភ្លេចជួយចុចlike ក៏ដូចជាចុច follow page ក៏ដូចជាចុច subscribe ក្នុង YouTube ផងហើយកុំភ្លេចជួយ comment រូបវីដេអូក៏បានច្រើនផងបងប្អូនសង្ឃឹមថាបងប្អូននឹងជួបខ្ញុំនៅវីដេអូក្រោយៗដែលនាំបងប្អូនទៅមើលសម្រស់នៃធម្មជាតិព្រៃភ្នំបន្តទៀតបាទវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូននឹងចូលចិត្តហើយអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយបាទ